ជំរាបសួរលោកគ្រូខ្ញុំឈ្មោះជុងថ្ងៃនេះខ្ញុំមកធ្វើតេតឹងជាមួយនឹងក្រុម management ដើម្បីធ្វើការងារនេះខ្ញុំធ្វើការ SH ចូលទៅកាន់ YouTube server ចឹងជាដំបូងខ្ញុំធ្វើការ create group ចំនួន3ដែលមានgroup developer UX UI ជាមួយនឹង develop ចឹងដើម្បី group បាន create group បានខ្ញុំប្រើ command sudo group addខ្ញុំ create អានេះបានមួយហើយ group developer UX UI ចុងក្រោយគេ develop គេចឹងតើពេលខ្ញុំ create ហើយខ្ញុំត្រូវការដឹងថាគ្រប់ដែលខ្ញុំ create 3មិញហ្នឹងវាបាន create ហើយឬនៅក្នុង YouTube ហ្នឹងចឹងខ្ញុំត្រូវការ check មើលគេចឹងគ្រប់នេះខ្ញុំបាន create ហើយកាយបន្ទាប់ទៀតខ្ញុំត្រូវការ delete គ្រប់ developer ចឹងដើម្បី delete យើងប្រើ sudo គ្រប់ហើយដែលដាក់ឈ្មោះគ្រប់ដែលយើងចង់ delete តោះមកយើងឆែក verify ម្ដងទៀតអូខេចឹងបើសិនយើងប្រើ command ហ្នឹងវាឆែកមកវាអត់មានបានន័យថាយើង delete ជោគជ័យចឹងទៅពេលយើងឆែកcomment ខាងលើយើងឃើញគ្រប់តែ2នៅសល់ជាមួយ UX ជាមួយនឹង DevOps ចឹង developer យើងបាន delete ចោលបាត់ហើយបន្ទាប់មកខ្ញុំធ្វើការ create group ដែលខ្ញុំបាន delete ហ្នឹងឡើងវិញម្ដងទៀតចឹងប្រើ command ដូចមុនដែរ sudo group add ចឹងមកវិញហើយ
ចឹងជំហានបន្ទាប់ខ្ញុំធ្វើការ create file ទាំង3ហ្នឹងមាន developer UX UI ជាមួយនឹង DevOps ហ្នឹងជា file process text ចឹងដើម្បី create file យើងប្រើ command touch develop process tt តមក UX UI DevOps យើង file នេះខ្ញុំ create ហើយចឹងឡើយនេះខ្ញុំប្រើ command ls .l ផ្កាយ .txt ហ្នឹងដើម្បីខ្ញុំលិះមើលtext file ដែលខ្ញុំបាន create មិញចំនួន3ហ្នឹងអានេះគេហៅ long listing បន្ទាប់មកខ្ញុំ change file permission ហ្នឹងទៅលេខ755ចឹងខ្ញុំដើម្បី change ខ្ញុំប្រើ ch d វាយ755មិញដោយសារខ្ញុំដក clear អត់ដោយចឹងតកតងមួយការ change permission របស់ខ្ញុំ755នេះមានន័យថាបើសិនជា owner យើងអាច read write ហើយ execute បើសិនជា group អានឹងយើង read ហើយនឹង execute បើផ្សេងពីនឹងទៀតread ហើយនឹង execute ដូចគ្នាដែរចឹងដើម្បី verify permission ដែលខ្ញុំបានដាក់មិញហ្នឹងយើងវាយ command នេះចឹងនេះ permission ដែលខ្ញុំបានដាក់ខ្ញុំបាន change វាហើយអញ្ចឹងពេលដែលយើង change ហើយយើងមើលកន្លែងក្បាលខាងនេះ RW ហើយមាន ដល់ពេលយើង change ហើយវាមកRWXR ហើយ XRX ចឹងកន្លែងនេះពេលដែលយើង change មក755ហ្នឹងចឹងបន្ទាប់មកទៀតយើងយកdeveloper ជាមួយនឹង UX UI គ្រប់ហ្នឹងកុំឲ្យវា access ទៅ DevOps គ្រប់បានអញ្ចឹងជំហានដំបូងយើង assign DevOps file ទៅ DevOps group only សិនចឹងដើម្បីអាចធ្វើវាបានយើងប្រើ command sudo DevOpsឥឡូវនេះខ្ញុំ assign ទៅ group only ហើយចឹងឥឡូវនេះខ្ញុំ remove permission សម្រាប់DevOps ហ្នឹង
ចឹងនេះ change permission changing the permission ចឹងខ្ញុំអាច change បានទេកន្លែងនេះមានន័យថាបើសិនបើ owner ឬក៏ root ហ្នឹង full access ហើយបើ group ចឹង group គឺ day off ដោយសារមិនយើង add វាទៅជា group only អញ្ចឹងអាហ្នឹងវាបានតែ read ជាមួយនឹង execute ទេក្រៅពីហ្នឹងដូចជា developer ឬក៏ UX UI ហ្នឹងគឺអត់មាន set access ទៅកាន់ day off ហ្នឹងទេជាហ៊ានបន្ទាប់ដើម្បីអាចតេស្តនឹងបានចឹងខ្ញុំត្រូវបង្កើត user ដើម្បីតេស្តវាដែរ add user ចានេះ user dev UX UI ចឹងនេះ UX UI user ចុងក្រោយ dev off អូខេយ៉ាងខ្ញុំ create user បានហើយបន្ទាប់មកខ្ញុំទៅ set password ព្រោះឡើយនេះពេលយើង add user យើងត្រូវ set password បើអត់ set password ទេយើងចូលទៅតេស្តនឹងអត់កើតទេចឹងបើ set password sudo passwd ទៅយើង set ទៅលើ develop ចា៎សេកាត់ dev ចឹងនេះដាក់ password ឲ្យវាគេបានមួយឯងបន្ទាប់មក UX user បាន2ចុងក្រោយគេ dev off ចឹងខ្ញុំ set password ឲ្យ user ទាំង3ហ្នឹងហើយតោះមកខ្ញុំធ្វើការតេស្ត access ចឹងដើម្បីតេស្ត access ចឹង access នេះខ្ញុំ access ទៅលើ developer user មុនចឹង access ទៅខ្ញុំវាយ sudo dev user ចឹងឡើយនេះវាយ password ដែលយើងបានដាក់មិញហ្នឹងគេខ្ញុំអាចចូលបានតែម្ដងទៀតតែ user ផ្សេងមួយទៀត user dev off គេ mix it អូកន្លែងនេះខ្ញុំធ្វើខុស sorry ខ្ញុំ
សិតម្ដងទៀតដោយសារពីមុនខ្ញុំសិត DevOps only អញ្ចឹងមានន័យថា user ដែល access បានគឺមានតែ DevOps ទេUX UI ជាមួយនឹង developer គឺអត់មានសិទ្ធចូលបានទេអញ្ចឹងខ្ញុំសុំតេស្តម្ដងទៀតអញ្ចឹងដើម្បីតេស្តខ្ញុំឲ្យស៊ូ Dev នេះខ្ញុំសេកាត់តែនឹង developer មក cat DevOps process tt ចឹង